សូម្បីតែគ្នារបស់ណែឯងក្បត់ទៅហើយតើជាមួយខ្ញុំណែហ៊ានក្បត់ទេច្បាស់ជាហ៊ានក្បត់ថ្ងៃទី15ណែទៅចាំបានផ្ដាំតាមមនុស្សម្នាក់ថាដូរអនុជិញចេញពីរដ្ឋមន្ត្រីមហាផ្ទៃដើម្បីយកក្រសួងមកឲ្យធ្វើថៃកាន់ខ្ញុំសូមជម្រាបណែឯងខ្ញុំបានប្រាប់ទៅណែឯងវិញថាដូរគេប្រយ័ត្នគេដូរខ្លួនឯងហើយណែឯងរងចាំមើលទៅនៅលទ្ធផលហើយប្រសិនបើណែឯងបើហ៊ើនខ្ញុំនឹងលាតត្រដាងទាំងអស់នៅអ្វីដែលណែឯងនិយាយជាមួយខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់ណែឯងខ្ញុំអាចនិយាយអញ្ចឹងហើយកូនរបស់ណែឯងបដៅកូនរបស់ណែឯងនោះបដៅកូនរបស់ណែឯងណែឯងក៏មានកូនធ្វើនាយករដ្ឋមន្ត្រីហើយខ្ញុំក៏មានកូនធ្វើនាយករដ្ឋមន្ត្រីប៉ុន្តែណែឯងកុំផន់ច្រឡំអសោះជាមួយនឹងហ៊ុនសែនកុំផន់ច្រឡំខ្ញុំទទួលខ្ញុំអត់មានចម្ពាក់គុណថៃសូម្បីអ្វីមួយជាតិនឹងជាតិរឿងមួយប៉ុន្តែរឿងបុគ្គលគឺអត់ទេខ្ញុំអត់មានចម្ពាក់គុណណាទេពាក់គុណថៃទេប៉ុន្តែពួកក្រុមណែឯងចម្ពាក់គុណខ្ញុំមិនទាសគុណទេតែអ្វីដែលខ្ញុំចង់បានគឺតំណែងតំណងស្មើភាពគ្មានការឈ្លានពានគ្នាគ្មានការជឿជែកគ្នាតែប៉ុណ្ណឹងទេ